ទនភាពនៅក្នុងអាជីពមួយនេះគឺខ្ញុំមានពីរពេលនឹងអារម្មណ៍ហោះហើរអស់សូម្បីតែនិយាយពីថាបើស្រែកស្រែកខាងថាស្អកស្រែកឡើងលឺទឹកភ្នែកហូរពេលហ្នឹងហូរទឹកភ្នែកដឹងខ្លួនទេអត់មានវិរិយស្រីមានតែការសប្បាយចិត្តហើយនឹងការអរគុណដល់គុណខ្មែរតែម្ដងគិតពីអនុស្សាវរីយ៍វាច្រើនមែនទែនខ្ញុំធ្វើជាម៉ូតូទេគោលដៅដំបូងតែដោយសារបងប្អូនក៏ដូចជាមិត្តភ័ក្តិគឺជាអ្នកបដាល់ដល់ពេលទៅក៏ចាប់អាជីពជាអ្នកបដាល់វិញវិស័យមួយនេះគឺថាឥឡូវគឺថាល្អមែនទែនល្អរកពាក្យអ្វីថ្លៃពំបានបើយើងធ្វើជាអ្នកបដាល់បើយើងចាប់អាជីពមួយហ្នឹងហើយយើងទៅតែមានចិត្តថាយើងអត់មានចេះអត់មានធ្វើអីផ្សេងតែហ្នឹងឯងគាត់ថាធ្វើការអីក៏មិនស្មើនឹងបដាល់ដែរឥឡូវនេះពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពន់សុខភាព V Hope ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព V Herb ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេចមេឌៀអ្នកឯកទេសថតរូបនិងថតវីដេអូអាពេចមេឌៀច្នៃប្រឌិតគ្មានដែនកំណត់បាទជំរាបសួរខ្ញុំបាទសេនម៉ុនថេនអតីតគឺជាកីឡាករប្រដាល់គុណខ្មែរមួយរូបហើយបច្ចុប្បន្នខ្ញុំក៏មិនទៅណាឆ្ងាយពីគុណខ្មែរផងដែរគឺនៅតែបន្តធ្វើជាគ្រូប្រដាល់នៅក្នុងក្លឹបសេនម៉ុនថេនបែនកាក់គុណខ្មែរនេះផងដែរបាទសម្រាប់ខ្ញុំប្រឡូកក្នុងអាជីពជាអ្នកប្រដាល់តាំងពីឆ្នាំ2003ដល់2017គឺខ្ញុំទទួលបានខ្សែក្រវ៉ាត់គឺចំនួន5ពានរង្វាន់ជាច្រើនមេដាយក៏ច្រើនយើងអត់ចាំហើយសម្រាប់ការប្រកួតគឺខ្ញុំប្រកួតបានប្រហែលជាជាង100ដងអត់ជាច្រើនទេព្រោះដោយសារជំនាន់ខ្ញុំអត់សូវជាវាយមានកម្មវិធីវាយច្រើនដូចនៅពេលបច្ចុប្បន្នបាទកាលហ្នឹងលុះត្រាតែយើងឈរលំដាប់ក្នុងគីឡូល្អនីមួយបានវាយបរទេសបានទីហោះតែខ្ញុំល្អក្នុងគីឡូ67 70អីចឹងលុះត្រាតែខ្ញុំវាយឈ្នះជើងខ្លាំងអស់បានប្រកួតបរទេសជំនាន់ហ្នឹងណាមិនមែនប្រកួតបរទេសដូចនៅពេលបច្ចុប្បន្ននេះទេបាទគឺជំនាន់ហ្នឹងលុះត្រាតែយើងល្អបានវាយបរទេសហើយទី2លុះត្រាតែយើងវាយដាច់1គីឡូបានយើងអាចមានបានគេអ្នករៀបចំគេឲ្យយើងវាយបរទេសហើយមួយទៀតខ្ញុំក៏បានចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនដូចជាប្រទេសជិតខាងរបស់យើងមានប្រទេសថៃមាននឹងផ្នែកបែកខាងអាស៊ីមកយើងបាទខ្ញុំទៅខាងអឺរ៉ុបខ្ញុំបានទៅដល់ប្រទេសបារាំងដល់ប្រទេសអាល្លឺម៉ង់ដល់បេសិកដល់ហូឡង់ខ្ញុំទៅប្រកួតបានច្រើនហើយសម្រាប់ការដែលចេញទៅប្រកួតនៅក្រៅប្រទេសគឺខ្ញុំចេញទៅការជំនាន់នៅវាយខ្ញុំសឹងចេញទៅរាល់ឆ្នាំបាទមកឆ្នាំ2000លើកទីដំបូង2010 2009 2010ខ្ញុំទៅធ្វើអត់បានល្អទេគឺខ្ញុំទៅខូចដៃតែដោយសារយើងអត់ទាន់អ្នកដែលគ្រប់គ្រងអ្នកដែលមើលថែយើងអ្នកដែលយកយើងទៅគាត់ស្ដាយសមត្ថភាពយើងគាត់ក៏សម្រេចចិត្តឲ្យយើងព្យាបាលនៅប្រទេសបារាំងនឹងជាបានជាមួយឆ្នាំខ្ញុំទៅវិញទៀតខ្ញុំធ្វើបានល្អរាល់ឆ្នាំទៅរហូតមួយឆ្នាំទៅម្ដងទល់នៅពេលខ្ញុំបញ្ចប់អាជីពបានខ្ញុំ2017គឺខ្ញុំឈប់ទៅតែម្ដងខ្ញុំបញ្ចប់អាជីពខ្ញុំចូលធ្វើជាគ្រូនៅកន្លែងហាត់ប្រាណមកកន្លែងហ្នឹងបានបន្តមកទៀតបានខ្ញុំ2021ខ្ញុំចូលធ្វើជាគ្រូជំនឿជាតិអូបាទចូលធ្វើជាគ្រូជំនឿជាតិដល់ឆ្នាំ2023 ស៊ីហ្គេមនៅយើងចប់នេះបានខ្ញុំបញ្ចប់អាជីពជាគ្រូជំនឿជាតិបានខ្ញុំមកកាន់ក្លឹបស៊ុបតែម្ដងនៅក្នុងក្លឹបសេនម៉ុនថេនបែនកាក់គុណខ្មែរអត់មានវិរិយស្រីមានតែការសប្បាយចិត្តហើយនឹងការអរគុណដល់គុណខ្មែរតែម្ដងដែលបានឲ្យខ្ញុំស្គាល់គុណខ្មែរហើយក៏ឲ្យខ្ញុំមានដោយរាល់ថ្ងៃនេះមិនថាមានអីមានទី1បានទៅជាមន្ត្រីកងកម្លាំងរបស់មន្ត្រីប៉ូលីសនៅក្នុងក្រសួងមហាផ្ទៃហើយបច្ចុប្បន្នខ្ញុំបានបង្ហាត់សិស្សបានជាមន្ត្រីកងកម្លាំងថែមបន្ថែមទៀតចឹងបានថាខ្ញុំមានមោទនភាពសម្រាប់គុណខ្មែរមួយនេះខ្ញុំធ្វើជាម៉ូតូទេគោលដៅដំបូងតែដោយសារបងប្អូនក៏ដូចជាមិត្តភ័ក្តិគឺជាអ្នកបដាល់ដល់ពេលទៅក៏ចាប់អាជីពជាអ្នកបដាល់វិញចាប់ជាអាជីពជាអ្នកបដាល់មកទល់នឹងពេលបច្ចុប្បន្ននេះតែម្ដងគិតពីអនុស្សាវរីយ៍វាច្រើនមែនទែនទាំងប្រវត្តិទូចតក៏ដូចជាប្រវត្តិ
រំភើបវាលាយឡំគ្នាទាំងអស់មោទនភាពនៅក្នុងអាជីពមួយនេះគឺខ្ញុំមានពីរទី1កាលដែលខ្ញុំនៅប្រកួតគឺខ្ញុំនៅប្រកួតគឺខ្ញុំទៅជាន់ទឹកដីនៅប្រទេសបារាំងបាទទឹកដីប្រទេសបារាំងជាលើកដំបូងគឺមានមោទនភាពមែនទែនគិតថាពេលហ្នឹងគឺឃើញទង់ជាតិយើងទង់ជាតិខ្មែរយើងឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្រងគឺមោទនភាពមែនទែនសម្រាប់ពេលហ្នឹង2011ទៅនឹងឃើញបងប្អូនយើងគ្រប់គ្រងស្រឡាញ់គុណខ្មែរឲ្យតម្លៃគឺមានមោទនភាពមែនទែនសម្រាប់ខ្ញុំបាទនឹងក្នុងអាជីពជាអ្នកបដាល់ដល់ពេលខ្ញុំបញ្ចប់អាជីពពីអ្នកបដាល់ទៅជាគ្រូវិញគឺនៅពេលដែលនៅឆ្នាំ2021 2022 នៅស៊ីហ្គេមនៅប្រទេសវៀតណាមគឺខ្ញុំកាលហ្នឹងខ្ញុំជាគ្រូជំនឿជាតិបាទហើយកាលហ្នឹងកូនសិស្សក៏គាត់ទៅចូលរួមប្រកួតនៅប្រទេសវៀតណាមហ្នឹងក្រោមការដឹកនាំមកខ្ញុំបានជាគ្រូរបស់ផងដែរគឺទៅប្រកួតនៅប្រទេសវៀតណាមយើងទទួលបានមេដាយមាសលើកដំបូងគេគឺបើសង្ឃឹមហ្នឹងគឺមោទនភាពមែនទែនហើយអារម្មណ៍ពេលនេះគឺវាមានអារម្មណ៍ថាយើងវាមោទនភាពពេលដែលយើងទទួលបានមេដាយជួនជាតិមុនគេតែម្ដងសម្រាប់វិញ្ញាសាបដាល់នេះតែម្ដងគឺដូចសង្ឃឹមគឺទទួលបានមុនគេគឺពេលហ្នឹងអារម្មណ៍ហោះហើរអស់ហើយសូម្បីតែនិយាយថាបើស្រែកស្រែកចង់ថាស្អកស្រែកឡើងលឺទឹកភ្នែកហូរពេលហ្នឹងហូរទឹកភ្នែកដឹងខ្លួនទៀតគឺមោទនភាពមែនតើនឹងសម្រាប់អាជីពជាអ្នកជាគ្រូបង្វឹកវិញគឺមោទនភាពរបស់ពេលហ្នឹងកីឡាករនៅពេលបច្ចុប្បន្ននឹងជំនាន់ខ្ញុំគឺវាខុសគ្នាឆ្ងាយមែនតើទី1ឥឡូវនេះទទួលការគ្រប់គ្រងយ៉ាងច្រើនពីបងប្អូនពីបណ្ដាក្រុមហ៊ុនទាំងបណ្ដា sponsor យ៉ាងច្រើនមែនទែនជាពិសេសពីជួយជំរុញពីរាជរដ្ឋាភិបាលយើងផងដែរគាត់ឆ្លាញ់គាត់ឲ្យនាំគ្នាផុសផុលគ្រប់វិញ្ញាសាទាំងអស់សម្រាប់កីឡាករទាំងកីឡាករគុនខ្មែរមិនថាកីឡាករអីគឺរីកដុះដាលខ្លាំងមែនទែនជាពិសេសគឺគុនខ្មែរតែម្ដងគឺតាមបណ្ដាក្រុមហ៊ុនបណ្ដាអីមួយចំនួនគឺគាត់ជួយគុនខ្មែរដើម្បីឲ្យក្មេងៗយើងចំនួនក្រោយកាន់តែខំប្រឹងថែមទៀតព្រោះវិស័យមួយនេះគឺថាឥឡូវគឺថាល្អមែនទែនល្អរកពាក្យអ្វីថ្លៃបំបានសិស្សនៅក្នុងក្លឹបខ្ញុំបើសរុបទៅវាទាំងបរទេសទាំងខ្មែរវាចូល40នាក់ទាំងបរទេសទាំងខ្មែរពាក់ព័ន្ធជាមួយនឹងកីឡាករមាននៅក្នុងក្លឹបមានដូចជាកីឡាករដែលល្អមានដូចជាបើសង្ឃឹមមានដូចជារឿងសុភ័ណ្ឌមានដូចជាបានកៈអេរវ៉ាន់បានកៈរិយស័យហើយមានកីឡាករជាច្រើនទៀតទាំងបរទេសទាំងខ្មែរគឺសរុបទាំងអស់ចូលចង់40នាក់38នាក់ទៅក្មេងទៅចောက်ចែមពាក់ព័ន្ធមួយក្លឹបគឺដោយសារទី1គឺកន្លែងទីតាំងធំទលាយធំទលាយកន្លែងស្អាតទាំងអនាម័យទាំងអីគឺស្អាតទាំងអស់ហើយទី2គឺដោយសារយើងមានគ្រូគ្រប់គ្រាន់ដើម្បីបង្ហាត់ដើម្បីដើម្បីបំផុសពួកគាត់គឺស្តង់ដារហើយទី3គឺយើងមានកីឡាករល្អៗនៅក្នុងដៃបានកីឡាករល្បីនៅក្នុងដៃច្រើនហើយពួកគាត់ចេះចង់មកតគ្នានិយាយចំគាត់ល្បីតគ្នានេះខ្ញុំអត់ទទួលទៀតផងព្រោះខ្ញុំទទួលទៀតមានច្រើនទៀតដែលខ្ញុំបង្ហាត់កីឡាករបរទេសទាំងបរទេសទាំងខ្មែរបង្វឹកទាំងអស់តែគ្រាន់យើងគួរតែបើកចិត្តឲ្យទលាយទាំងអស់គ្នាការពិតបើយើងចង់ឲ្យស្គាល់ឲ្យគេស្គាល់យើងត្រូវតែខំប្រឹងបន្ថែមទៀតព្រោះរាល់ថ្ងៃនេះបរទេសមកហាត់នៅក្លឹបខ្ញុំច្រើនហើយគាត់សិតតែអ្នកដែលមានសមត្ថភាពស្រាប់បាទព្រោះហើយយើងកុំគិតថាខ្ញុំបង្ហាត់ខ្មែរបង្ហាត់បរទេសដើម្បីវាយខ្មែរគ្នាឯងបើអញ្ចឹងឲ្យយកបរទេសមកវាយទៅវាមិនល្អមើលហើយខ្មែរយើងអត់សូវខំប្រឹងទេតែដល់ពេលអញ្ចឹងត្រូវតែខំប្រឹងហើយបើអត់ខំប្រឹងទេប្រយ័ត្នពួកគាត់វាយទៀតហើយត្រូវខំប្រឹងមិននេះអញ្ចឹងឯងហើយកុំគិតថាយើងបង្ហាត់បរទេសដើម្បីឲ្យវាយខ្មែរនេះអីចឹងយើងចាំបាច់ឲ្យគេស្គាល់គុណខ្មែរយើងទៅមិនអញ្ចឹងទេនេះយើងបាននេះថាយើងបង្ហាត់ពួកគាត់ទៅពួកគាត់កាន់តែផ្សព្វផ្សាយទៀតផ្សព្វផ្សាយអំពីផ្សព្វផ្សាយបន្តទៀតពីគុណខ្មែរយើងពីអីយើងហើយកីឡាករមានចាញ់ធម្មតាតែយើងប្រឹងទៅឈ្នះហើយបើយើងធ្វើជាអ្នកបដាល់បើយើងចាប់អាជីពមួយហ្នឹងហើយយើងត្រូវតែមានចិត្តថាយើងអត់មានធ្វើអីផ្សេងតែហ្នឹងឯងអានេះគឺជាការងាររបស់យើងមួយដ៏ធំមែនទែនហើយយើងត្រូវតែឆ្លាញ់ការងារហ្នឹងឆ្លាញ់ការបង្ហាត់ដើម្បីទទួលយកជ័យជំនះមិនមែនទៅដើម្បីវាយយកទៅលុយលំទេគឺត្រូវតែមានចិត្តអង្អាចក្លាហានហើយជាផ្សេងពីការបង្ហាត់នៅនោះគឺកុំខ្លាចនៅហត់ហើយកុំ
công trăm tại kêu chắc trăm tại kêu thì tới tại miền chất tới tại miền cô đại của này hơi dương kết thời dương thời tại dương và đào màn thế nam đâm bây bàn đó cô đại dương chẳng bàn cái bài bóng này là co bằng dương miền tây xa khang mà tên thôi có miền tây xa khang thôi có sang tháng cuối ca ấy còn mình smile đừng đá này là gìคือรอบบ้านมันเต้นสำหรับมวยประกวดเมืองกวดแต่งการออกมาทำแต่งน้ำไหลล้วนคือกระบาดยางอ่ะคือเมียนแต่เขาให้เปียกปอนจมูกหนึ่งครับหนึ่งครูปัจจุบันนี้คือเยอะอัดเข้าไปยมจะนอนยมชายคืออะไรนี่ครูสไตล์สลายเขาอย่างที่สไตล์ชิครูโยกำลังมองอ่านวัดตัวเปิดมองครูยืนจะนอนน้ำก็ชักๆก็เส้นยังกำลังเลยครูจะนอนทำไมครูจะนอนทำไมคือเนื่องกำลังไปอาจหนึ่งบอกขัดยืนท้องไอ้บานโดยครูจะนอนย่อมก่อนบานแต่ปรับก่อนบานแต่ปรับบานแต่ไอ้ยังระเบียบติดจุยแต่เบอร์ครูมาจะนอนย่อมจะนอนไอ้นี่คือสเตะเจ้าอ่านวัดตัวอะไรตัวไหนอย่างเดียวนี่ไอ้เด็กนี่เปรย์แต่คำปรำแต่ออกนี่เราไม่คนขมายรอยืนในสายปัจจุบันก็มีกรมหุ่นสมบูรณ์ใบของการคอนโทรลสมบัติในการที่พอยืงพฤติกรรมคุณขมายก็มีกรมหุ่นวีไบเพลสให้ผลิตภัณฑ์อย่างปีมุกคือวีฮุบให้หนึ่งวีเฮิร์บวีฮุบหนึ่งวีเฮิร์บដើម្បីช่วยคอนโทรลได้ผมจังที่มันอาจดำเนินการบันทีนี้từ bàn thìยังปัจจัยสมอคุณคลังเมนต์สมบัติดอลประตูในชุนพองได้การบันทีพฤติกรรมคุณขมายคือยังใส่ในไงจันให้หนึ่งไงปดคือจับใส่เรียงรอลมองประมวลเดตียังเป็นกรรมระบบพฤติกรรมคุณขมายคือยังพัดดาวตะลือลูกครูปฏิจจากลาโกอัตตะกลาโกได้กำปงตะตูบานการคอนโทรลก็โดยเฉพาะอัตตะกลาโกได้เมียนเกชมูนน้องอาชีพนี้ได้บานเลี้ยบองสัจสระเชียมสระเป็นลีบานในท่าบานโดยเนื้อเชียมน้องสังเวียนดำใบเลือกตัวน้องไปใส่คุณขมายยังยืนหนึ่งจูบเนียในโซเวียบรรทบเตี้ยส้มบองโปนพวกไม้ดังออกคอมเพล็กซ์รองจำตัวสนาจีบรรทบให้ส้มช่วยใจอย่างไรพ้องมุนหนึ่งบรรจบการบันทีพิธีกรรมคุณขมายให้ขยมกส้มทวีการออกคนดอลตัวในกิจจุนให้หนึ่งออกคนสำหรับกรมพลวีไวเพลฟองได้แต่บานจำนายท่าบกาโนกาคอมโตรการบันทีพิธีกรรมคุณขมายให้ยืงสังคมทานึงตัวบานการคอมโตรปีพวกไม้บองโปนฟองได้ยืงร่วมគ្នាដើម្បីផ្សព្វផ្សាយលើកម្ពុជាវិស័យបណ្ដាលគុណខ្មែរយើងនេះកាន់ទៅកាន់ឆាកអន្តរជាតិផងដែរលោកថាវិការនៅក្នុងនេះយើងមានមិនច្រើនទេបន្តិចបន្តួចទេជាការថ្លែងអំណរគុណលោកគ្រូសូមលោកគ្រូទទួលនៅពេលនេះខ្ញុំបាទជេងចម្រើនរួមជាមួយនឹងលោកសេនប៊ុនថេនដែលស្ថិតនៅក្នុងក្លឹបសេនប៊ុនថេនប៉ែនកៈនេះតែម្ដងសូមជម្រាបលាទស្សនិកជនតែត្រឹមប៉ុណ្ណេះសិនបាទសូមអរគុណ